បាទសូមគោរពនឹងជម្រាបសួរអ៊ំពូមីងជាកសិករទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញពីកម្រិតនៃជំងឺបន្លាស់បាទជំងឺបន្លាស់គឺបែងចែកទៅជា9កម្រិតបាទហើយចាប់ពីកម្រិត0រហូតដល់កម្រិតលេខ9អញ្ចឹងនៅពេលដែលអ៊ំពូមីងឃើញពីកម្រិតនីមួយៗហើយអ៊ំពូមីងបាញ់ថ្នាំនៅកម្រិតទីប្រមាណបាទតែជាការណែនាំពីកម្រិត0ទៅដល់កម្រិតទី1ហ្នឹងគឺឃើញថាស្រូវវាមានសុខភាពល្អទេបាទហើយយើងត្រូវតែសម្អាតវាស្រែរបស់យើងហើយយើងប្រើប្រាស់ជាមានថាឲ្យសមរម្យឲ្យមានតុល្យភាព NPK ហ្នឹងបាទហើយចំពោះទី2វិញកម្រិតទី2វិញឃើញថាមានដំបៅតូចចាប់ផ្ដើមហើយអញ្ចឹងយើងត្រូវតាមដានហើយនឹងជៀសវាងប្រើអាសូតរៀងខ្ពស់បាទហើយនឹងគ្រប់គ្រងទឹកឲ្យបានល្អចំណែកពីកម្រិតទី3ដល់កម្រិតទី4យើងឃើញថាវាចាប់ផ្ដើមផ្ទុះហើយវារីកដាលទៅគែមពណ៌ថ្នោតដែរបាទអញ្ចឹងតំបន់ស្លឹកខ្លះគឺវារលងផលប៉ះពាល់ពី2ទៅ10%បើយើងមើលទៅអញ្ចឹងយើងចាប់ផ្ដើមបាញ់ថ្នាំហើយបាទហើយយកឧទាហរណ៍ថ្នាំដូចជា 3C Cycle ហើយនឹង Iso Pro ហើយនឹងAzoxystrobin អ៊ំពូមីងស្គាល់ហើយបាទប្រភេទថ្នាំអស់ហ្នឹងនេះជាឧទាហរណ៍ណាប៉ុន្តែបើមានថ្នាំអីផ្សេងៗអ៊ំពូមីងអាចបាញ់បានមិនអីទេបាទហើយចំពោះកម្រិតពី5ទៅដល់6វាអាចស៊ីថាពី11ទៅជិតដល់50%អញ្ចឹងតំបន់ខ្លាំងគឺរងផលប៉ះពាល់ហើយដំបៅរាលដាលខ្លាំងមែនទែនបាទជំងឺកាន់តែធ្ងន់ធ្ងរព្រោះភាគច្រើនគេបាញ់លាយជាមួយនឹង systemic ហើយបូកជាមួយនឹងថ្នាំសម្លាប់មេរោគបាទហើយយើងតាមដានរហូតបាទចំពោះទី7ដល់ទី9ឃើញថាតំបន់ស្លឹក50%គឺរងផលប៉ះពាល់ហើយស្លឹកស្ងួតឬក៏ងាប់បាទហើយហ្នឹងវាត្រូវយឺតពេលហើយចំណុចហ្នឹងបាទហើយយើងត្រូវទទួលស្គាល់ថាយើងនឹងបាត់បង់ទិន្នផលហើយអ្វីដែលយើងត្រូវធ្វើហ្នឹងគឺរក្សាទុកនៅស្រូវដែលយើងអាចព្យាបាលបានណាបាទចំពោះស្លឹកដែលស៊ីរហូតដល់ប៉ុណ្ណឹងយើងបាញ់ថ្នាំកែលែងរួចបាទពីកម្រិតពី7ទៅដល់ទី9បាទសូមអរគុណអ៊ំពូមីងទាំងអស់គ្នាបាទមានចម្ងល់អ្វីបន្ថែមជួយ comment បាទសូមអរគុណសូមជម្រាបលាបាទ